សូមចានេះខ្ញុំសូមដែរសូមថ្វាយបង្គំដល់ចាដែលជគុំគ្រប់ព្រះអង្គព្រមទាំងសូមជម្រាបសួរដល់ពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់ដែលបានមកកាន់បិណ្ឌនិងជួបបិណ្ឌក្នុងថ្ងៃនេះផងដែរដោយចាសូមអរព្រគុណដល់ព្រះករុណាចាដែលជគុំបានលើកឡើងនៅចាសម្ដែងនៅធម៌ប្រទេសនាចាប្រព្រឹត្តដល់ចាពុទ្ធបរិស័ទទាំងអស់ដែលដើរតាមផ្លូវចាព្រះពុទ្ធសាសនាដូច្នេះនេះខ្ញុំសុដានេសូមលើកឡើងនៅសរសើរធម៌ទេសនានៅពេលនេះដូចតទៅសូមអនុមោទនាសូមអរព្រះគុណបានទេសនាដោយអនុគ្រោះឲ្យយើងខ្ញុំស្ដាប់យ៉ាងពីរោដោយធម៌សពរំស្រោចស្រង់សត្វយើងខ្ញុំលើកមកពីចរណាអ្នកនេសកាដងពីបងនៅតខ្ញុំមិនចេះកាត់ចាំឈឺស្លាប់ឲ្យចាយបាត់តាមផ្លូវប្រតិបត្តិព្រះធម៌ព្រះធម៌ទេសនាបំភ្លឺផ្លែឲ្យសត្វតាទៅត្រង់មីគាសម្រាប់និព្វានមានต้องខាតាមមិនចែកមាន សូមប្រកែនពរព្រះជន្មយោសុខភាពបរិបូរណ៍មានតំណែងបន្តទេសនាធម៌វិញដីដល់ជនប្រំស្រីត